បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះគឺខ្ញុំមកនិយាយអំពីឆ្នាំជំងឺរឹសដុំបាតហើយនឹងអាការៈជំងឺរឹសដុំបាតបាទនឹងហើយបងប្អូនអរគ្នាមុននឹងខ្ញុំនិយាយបាទខ្ញុំសូមណែនាំខ្លួនរបស់ខ្ញុំមុនបាទដើម្បីឲ្យបងប្អូនអរគ្នាស្គាល់បាទខ្ញុំគឺជាម្ចាស់កសិដ្ឋានចំការសៀមរាបបាទបងប្អូនអរគ្នាអាចទៅ check មើលកសិដ្ឋានរបស់ខ្ញុំបានដែលមានឈ្មោះថាកសិដ្ឋានចំការសៀមរាបហើយនឹងសហគមន៍ចិញ្ចឹមកង្កែបកម្ពុជាបាទខ្ញុំមុខរបរខ្ញុំគឺជាមុខរបរបែបហ្នឹងប៉ុន្តែដោយសារតាខ្ញុំមក live ហ្នឹងគឺដើម្បីប្រាប់ពីអាការៈរឹសដុំបាតដោយសារតាខ្ញុំជាអ្នកការរឹសដុំបាតហើយណាមួយទៀតខ្ញុំគិតថាវាជាសារៈប្រយោជន៍ទៅដល់បងប្អូនដែលគាត់កើតរឹសដុំបាតពីព្រោះអីនៅពេលដែលបងប្អូនកើតរឹសដុំបាតបងប្អូនទាំងអស់គ្នាមានអារម្មណ៍មួយថាបាទឈឺខ្លាំងហើយនឹងពិបាកនៅក្នុងខ្លួនចឹងហើយខ្ញុំយល់ពីអារម្មណ៍មួយហ្នឹងទើបបានខ្ញុំមិនទៅខ្មាស់ទៅហ៊ានអីទេគ្រាន់តែយើងបង្ហាញអំពីថ្នាំរឹសដុំបាតដែលជួយព្យាបាលអ្នកជំងឺរឹសដុំបាតដែលគាត់ប្រើគ្រប់វិធីសាស្ត្រហើយគាត់នៅតែមិនជាបាទចឹងអ្នកនៅលូត្រាតលតាគេហៅថាប៉ិននៅក្នុងការញ៉ាំថ្នាំបាទប៉ិននៅក្នុងការព្យាយាមទៅបានអាចញ៉ាំទៅបានជាបាទហើយខ្ញុំប្រាប់ពីអាការៈរបស់ខ្ញុំបាទអាការៈមុនដំបូងតែមុននឹងកើតរឹសដុំបាតខ្ញុំបត់ជើងមកមានធ្លាក់ឈាមតិចតិចបាទដិតជាមួយនឹងនេះហើយវាធ្លាក់ចេញមកយើងមើលទៅវាឃើញណាបាទហ្នឹងហើយបន្ទាប់មករឹសដុំបាតហ្នឹងវាវិវត្តទៅកាន់តែធំទៅរហូតដល់ថ្ងៃមួយខ្ញុំបត់ជើងអត់ចេញទេបាទប្រហែលថ្ងៃនោះខ្ញុំបត់ជើងអត់ចេញទេបាទរហូតដល់ខ្ញុំទ្រាំយូរពេលយូរហើយទៅបានវាដល់ដំណាក់កាលហ្នឹងពេលដែលខ្ញុំបត់ជើងអត់ចេញខ្ញុំប្រឹងបត់ជើងមកវាក៏លៀនចេញមកប៉ុន្តែវាចេញហើយវាលៀនសាច់រឹសដុំបាតមកបាទពេលនោះហើយខ្ញុំក៏រៀងស្រួលខ្លួនពេលកាលនោះគឺវាទល់លិមួករយៈពេល 3-4 ថ្ងៃតើវាធ្វើឲ្យយើងនឹងក្តៅខ្លួនយើងទៅលេះឡាស់ពេលយើងទល់លិមួកបាទចឹងទៅខ្ញុំទៅផ្សំថ្នាំក៏ផ្សំអត់ត្រូវស្អីក៏អត់ត្រូវដែរបាទចឹងទៅក៏តើតាលៀនចេញមកទៅបានខ្ញុំដឹងពីអាការៈថាអូនេះពេលខ្ញុំបង្ហាញយកអាការៈលៀនចេញមកខ្ញុំយកទៅបង្ហាញពេទ្យបាទពេទ្យគេថាអាហ្នឹងគឺជាជំងឺរឹសដុំបាតអញ្ចឹងគេឲ្យថ្នាំអាមកចំ12000បាទលេបយូរទៅបាទមុនដំបូងវាបាត់ធម្មតាពេលយូរទៅវាលេងបាត់ហើយវានៅតែដដែលបាទដោយថាវាបាត់ហើយវាចេញមកវិញបាត់ហើយចេញមកវិញបាទអញ្ចឹងទៅលេបយូរទៅបាទលើកនេះវាលេងដូចថាវាលេងលឹបទៅវិញហើយវាចាប់ផ្ដើមលៀនចេញមកក្រៅគឺលៀនចេញរហូតដល់បាទអាហ្នឹងវាដំណាក់កាលយើងដំណាក់កាលទី3ណាបាទដល់ពេលដែលវាលៀនចេញមកក្រៅគឺដំណាក់កាលទី3បាទមានន័យថាឱកាសនៅក្នុងការកើតជំងឺផ្សេងហ្នឹងវាមានច្រើនមិនថាជំងឺមហារីកជំងឺឆ្លងផ្សេងបាទឱកាសយើងគឺវាមានភាគរយច្រើនព្រោះអីអារឹសដុំបាតហ្នឹងវាចេញមកក្រៅហើយអញ្ចឹងនៅពេលដែលចេញមកក្រៅខ្ញុំក៏ទិញក្រែមសម្រាប់លាបបាទលាប
ហើយក៏ប្រឹងគួយញាត់ឲ្យវាទៅវិញចឹងណាបាទហ្នឹងហើយនៅពេលយូរទៅវាចូលដំណើររឹងដុំបានហ្នឹងវាអត់តិចទេវាក្តៅខ្ញុំធ្វើការអត់ស្នុកខ្លួនទេបងប្អូនអរគ្នានៅពេលដែលខ្ញុំកើតរឹងដុំបានគឺខ្ញុំខានប្រយោជន៍ច្រើនអញ្ចឹងនៅពេលដែលវាក្តៅខ្លាំងទៅក៏ចាប់ដើមធ្លាក់ឈាមធ្លាក់បាត់ដល់ពេលនៅថ្ងៃមួយបាទវាធ្លាក់ឈាមខ្លាំងមែនទែនធ្លាក់ឈាមបាញ់ឆ្វាអញ្ចឹងបាញ់របូតពេលដែលយើងបាត់ជើងទៅបាញ់ប៉ុន្តែយើងមានអារម្មណ៍មួយថាយើងចង់បាត់ជើងទៅយើងអត់ចង់បាត់ជើងទេប៉ុន្តែយើងក្នុងខ្លួនរបស់យើងមានអារម្មណ៍មួយថាងាយចង់បាត់ជើងដោយសារតែអាឈាមហ្នឹងវាអត់ព្រមឈប់ហូរអញ្ចឹងវានៅតែហូរទៀតអញ្ចឹងវាធ្វើឲ្យប៉ះកន្លែងkiếmទៅកន្លែងនៅកន្លែងគូតរបស់យើងទៅក៏វាមានអារម្មណ៍មួយថាយើងចង់បាត់ជើងនៅពេលដែលយើងបាត់ជើងវាធ្លាក់ឈាមមកវាបាញ់ឈាមអញ្ចឹងពេលខ្លះមកតំណក់ឈាមដូចគេអាកមកណាពេលខ្លះបាញ់ឈាមឆ្វាអញ្ចឹងបាទនៅពេលដែលរឹសបងបាទក្តៅខ្លាំងខ្ញុំប្រើថ្នាំរឹតតែខ្លាំងថ្នាំខ្ញុំប្រើដល់លេខប្រហែលនេះដឹងថាមកកញ្ចប់វាដឹងថា 22,000 ដឹង 24,000 បាទវាលេខដូចជាលេខ 1000 មានលេខ 500 មានលេខ 1000 បាទខ្ញុំដូចជាផ្លេចបាត់ហើយតែដឹងថាតម្លៃដូចជា 22,000 ដឹងជា 24,000 បាទចឹងទៅខ្ញុំក៏ប្រើវាក៏ប៉ុន្តែវាអត់តិចខ្ញុំទៅឬដងបាតយើងវាដល់ដំណាក់កាលមួយដែលគេហៅថាទុំបាទវាចង់ទុំហើយដោយសារតែវាឡើងរឹងហើយវាឃើញពេលដែលយើងអោនមើលវាឃើញវាមានពណ៌សបាទពេលដែលយើងទាល់តែយើងអោនមើលឲ្យឃើញបានយើងឃើញវាពណ៌សបាទអានឹងឡើងទុំបាទឬទុំបាបឡើងទុំបាទអញ្ចឹងខ្ញុំគិតថាធ្ងន់ណាបាទធ្ងន់ធ្ងរអារឿងដងបានដំណាក់កាលហ្នឹងគឺជាដំណាក់កាលមួយដែលយើងព្យាបាលថ្នាំអត់ជាទេហើយយើងធ្លាក់ឈាមធ្លាក់បូតរហូតដល់ខ្ញុំឈាមខ្ញុំនៅសល់5បាទខ្ញុំអស់កម្លាំងលីងជាងម៉ូតូក៏ជាចង់ជាប់ដែរបាទបបាឲ្យគេជូនមកពេលដែលជូនទៅពេទ្យគេវាស់ឈាមលេចឈាមកើតគេថាឈាមនៅសល់5បាទគេថាញ៉ាំអីក៏អត់ឡើងដែរទោះតែបញ្ចូលឈាមបាទបញ្ចូលឈាមរោគគ្រួសារណាដែលមានឈាមរៀងច្រើនគ្រាន់គាត់ចង់បូមឈាមឲ្យបញ្ចូលឲ្យនេះជំងឺអញ្ចឹងណាបាទខ្ញុំក៏បូមឈាមទៅបងប្អូនក៏បូមឈាមមកឲ្យអញ្ចឹងណាបាទកាលហ្នឹងអូនមកកាផ្លោកបងមកកាផ្លោកបាទបញ្ចូលឈាមឲ្យខ្ញុំអញ្ចឹងទៅខ្ញុំក៏ថ្លៃពេទ្យអស់$1000ជាងអត់គិតពីថ្លៃឈាមនេះថ្លៃឈាមបងប្អូនគ្នាឯងបាទទាំងថ្លៃពេទ្យទាំងថ្លៃថ្នាំ$1000ជាងបានចេញមកបានប្រហែលជា3-4 ខែបាទវាចាប់ផ្ដើមឈឺទៀតបាទក្តៅវានឹងក្តៅហើយវាមានស្រក់ឈាមមកទៀតតក់ហើយបាញ់ឈាមឆ្វាទៀតវាមានន័យវាអត់បាត់ហើយឬដុំបាត់ហ្នឹងវាអត់រួញអត់លឹបទៅវិញអញ្ចឹងក៏យើងអត់អាចទុកឲ្យវានៅបែបហ្នឹងបានទេជាពិសេសខែប្រាំងនេះអាខែក្តៅនេះខែក្តៅឬដុំបាត់វាធ្វើទុកខ្លាំងណាបាទអញ្ចឹងទៅក៏ខ្ញុំគ្រូសាខ្ញុំគាត់ជាគ្រូថ្នាំដោយថាថ្នាំខ្មែរដែរបាទក៏ប៉ុន្តែគាត់
sơ chia bằng hai sơ chỉ ấy đi rồi có thả oi nhầm năm nâng tư có thả tăng bị lượng mình oi dân nhắm dân mình nhầm bạn chẳng tới nó về thì nhầm tới vì lớp tàu vịnh và lớn nhầm lớp tàu vịnh bạn thầy hay rư đông bàn về về đọc năm chết đọc năm đây nhầm bàn về nó cứ nhầm bàn chia hay là hôn một đò sập ngày ní cứ về xu luôn đại chương sạch ấy miền sạch miền chim ló và từng đài nó về riêng cần tích để xa này nhầm thuộc cả tràn và nó ngay nhầm mình trong bằng hai nhảy tiết tế rồi tha dương phương video cho lệ vì mà ngày trong ngày hay lương nam nắng cứ và hai chị năm coi cho bạn miền lụa tiền và năm đấy ọt miền đây bằng của nó linh thì cũng chẳng hay nè ta có mong cam lớn muốn miền ta nè có mong khác còn khai thà giờ nâng bao quạt luôn năm mặt ỏi năm quạt chẳng á bà đôi nhầm bàn gì giống là bà sân nhom trong bao bong bộ nọ cái này nhom đặt ta đam sky họ đã nè năm này nhom cặp đặt đam sky hay nâng đam nâu hay nâng đam để tạo bong bộ nọ cái này để nhằm từ nơi ta đã nhom có môi lùi bàn mà cái nô được rồi bắt tay nhom mặt chẳng với chẳng tiền của ý chia ba muối đằng mùi và chia đằng chia và nhâm ấp chân bằng hai mút thả bên trên nó đã ôi nhâm chia hai và nhâm xu luôn hai và về cái nhằm tới đây đã ấp chân chẳng ấy nhâm chân rồi nhâm chia hai cái nè xây nhắm khói cái chia được nhé còn mà tái thành tâm nâng ca chia trâu ta chia diêm là không cả nhám chia diêm là không cả thay số cục hiệp phó làm men đà làm nên nhằm tới đơn là chia và nhằm phó thật phó và thật xà phó nhằm một tê cọp cọp và mày chia và để khai vô năm từ đó vô tục mơ và mày chia và đừng dân chọn chia bên đây vô năm từ tục mơ và chẳng ngọt con chăn và chừng liền